កាលពីយូរលង់ណាស់មកហើយមានស្ដេចមួយអង្គបានយកផ្ទាំងថ្មមួយដុំធំដាក់នៅតាមផ្លូវធ្វើដំណើរមួយព្រះអង្គបានលាក់ខ្លួនដើម្បីឃ្លាំមើលថាតើនរណាម្នាក់នឹងលើកផ្ទាំងថ្មនេះចេញពីផ្លូវដែរឬក៏អត់មានអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនិងអ្នកបម្រើរាជសំណាក់របស់ព្រះអង្គជាច្រើនអ្នកបានដើរមកដល់ហើយពួកគេក៏បានដើរវាងផ្ទាំងថ្មនោះពួកគេខ្លះក៏បាននាំគ្នាស្ដីបន្ទោសខ្លាំងៗថាហេតុអ្វីបានជាមិនព្រមធ្វើផ្លូវឲ្យស្អាតល្អហើយគ្មាននរណាលើកផ្ទាំងថ្មនោះចេញពីផ្លូវឡើយបន្ទាប់មកមានអ្នកស្រែចម្ការម្នាក់បានរែកបន្លាយឆ្លងកាត់ទីនោះពេលមកដល់កន្លែងផ្ទាំងថ្មនោះអ្នកស្រែនោះក៏បានដាក់អីវ៉ាន់របស់គាត់ចុះហើយក៏បានព្យាយាមប្រមៀលផ្ទាំងថ្មនោះចេញពីផ្លូវបន្ទាប់ពីខំប្រឹងរុញនិងគោះដុំថ្មនោះទីបំផុតគាត់ក៏បានប្រមៀលដុំថ្មនោះបានសម្រេចខណៈពេលដែលកសិករនោះលើកបន្លាយគាត់ឡើងគាត់ក៏បានឃើញកាបូបដៃមួយដែលនៅក្រោមផ្ទាំងថ្មនោះកាបូបនោះមានកាក់មាសជាច្រើនហើយមានលិខិតមួយច្បាប់ចេញពីស្ដេចបញ្ជាក់ប្រាប់ថាកាក់មាសនេះសម្រាប់នរណាដែលបានលើកផ្ទាំងថ្មនេះចេញពីផ្លូវអូខេរឿងមួយនេះតើអ្នកទាំងអស់គ្នារៀនបានអ្វីខ្លះសូមខមមិននៅខាងក្រោម Goodbye